con từngថ្ងៃនេះយើងចូលវីដេអូថ្មីដែលរៀនអំពីការដកលេខទាំងអស់គ្នាចាជឿកូនកុំភ្លេចចុច Subscribe នៅខាងក្រោមវីដេអូអ្នកគ្រូម្នាក់មួយផងថ្ងៃនេះយើងរៀនដកលេខដែលមានលេខមួយខ្ទង់ចាណាឥឡូវយើងចាប់ផ្ដើមរៀនដកទាំងអស់គ្នា3សុំទោស7ដក3ស្មើនឹង4ណាឥឡូវឧទាហរណ៍ឲ្យមើលណាកូនដូចផ្លែការ៉ុតនៅក្នុងរូបនេះគឺយើងមាន7ផ្លែចាំមើលណា1 2 3 4 5 6 7អញ្ចឹងទាំងអស់ហ្នឹងមាន7ហ្នឹងឥឡូវយើងដក3ផ្លែចេញកូនដក3ផ្លែនេះ1 2 3នេះណាឥឡូវយើងដក3នេះចេញយើងរាប់ទៅអក្សរប្រមាណ1 2 3 4អញ្ចឹងរបៀបដកលេខហ្នឹងគឺយើងដកបែបហ្នឹងណាចាតោះឥឡូវយើងរៀនដកមួយទៀត7ដក2ចេញអក្សរ5ណានេះគឺជាប្រមាណវិធីលេខនេះគឺជាលេខដែលយើងសរសេរចឹងអីគុណរាប់មើលទៅទាំងអស់ហ្នឹងគឺមានតុនសាយប្រមាណក្បាលមាន7ក្បាលមើលណា1 2 3 4 5 6 7ចឹងនេះមាន7ដក2ចេញដក2អញ្ចឹងដក2នេះចេញឧទាហរណ៍1 2យើងដក2ចេញនៅសល់ប្រមាណអញ្ចឹងយើងរាប់ដែលនៅសល់មកនៅសល់1 2 3 4 5អញ្ចឹងយើងសរសេរ5ក្បាលអញ្ចឹង7ដក2ចេញនៅសល់5ចាឥឡូវនឹងវិធីដកលេខគឺយើងដកបែបហ្នឹងណាកូនដក2ខ្ទង់លេខ1ខ្ទង់យើងដកបែបហ្នឹងកូនអញមានជាចកយើងរាប់ចកក៏មិនដែរតោះឥឡូវយើងចូលមកមួយទៀតលេខ7ដក1ចេញនៅសល់ប្រមាណ7ដក1ចេញអញ្ចឹងយើងមើលទៅឧទាហរណ៍ឲ្យមើលមួយនេះជាផ្លែឈើដែលយើងមានទាំងអស់7ក្បាល7ផ្លែច្រឡំក្បាល7ផ្លែអញ្ចឹងយើងរាប់មកនៅទាំងអស់1 2 3 4 5 6 7ចឹងយើងមាន7ផ្លែហ្នឹងតើមកយើងដក1ចេញដក1ផ្លែនេះចេញយើងរាប់ទៅនៅសល់ប្រមាណ1 2 3 4 5 6អញ្ចឹង7ដក1នេះចេញនៅសល់6 7ដក1នៅសល់6ផ្លែចាចឹងរបៀបដកលេខគឺយើងដកបែបហ្នឹងណាកូនតោះឥឡូវយើងចូលមកលេខមួយទៀត8ដក3នៅសល់ប្រមាណឥឡូវយើងមើលទាំងអស់គ្នាពេជ្រប៉ោងទាំងអស់ហ្នឹងមាន8ពេជ្រប៉ោងឥឡូវយើងរាប់ទៅ1 2 3 4 5 6 7 8 8ពេជ្រប៉ោងបន្ទាប់មកយើងដក3ពេជ្រប៉ោងចេញ1 2 3យើងដក3នេះចេញអត់រាប់ទេ3ពេជ្រប៉ោងនេះអញ្ចឹងតោះ8ដក3នៅសល់ប្រមាណយើងដក3ចេញហើយយើងស្របទៅ1 2 3 4 5អញ្ចឹង8ដក3ពេជ្រប៉ោងនេះចេញអញ្ចឹងនៅសល់5អញ្ចឹង8ដក3ស្មើនឹង5នេះគឺជាវិធីដកលេខណាកូនតោះឥឡូវយើងចូលមកមួយទៀត8ដក2 8ដក2នៅសល់ប្រមាណអញ្ចឹងយើងរាប់ទៅសត្វទាំងអស់ហ្នឹងវាមាន8ក្បាលមើលទៅ1 2 3 4 5 6 7 8 8ក្បាលយើងដក2ចេញដក2យើងរាប់សត្វ2នេះចេញសត្វ2នេះយើងអត់រាប់ទេយើងដកមកយើងរាប់ទៅនៅសល់ប្រមាណ1 2 3 4 5 6អញ្ចឹង8ដក2នៅសល់6ចឹងនេះយើងសរសេរលេខ8លេខ2ដក2ចេញនៅសល់6ចាអញ្ចឹងដកលេខគឺដកបែបហ្នឹងតោះឥឡូវយើងចូលមួយទៀត8ដក1ចេញនៅសល់ប្រមាណតោះផ្លែឈើទាំងអស់មាន8ហ្នឹងណាអញ្ចឹងយើងដកផ្លែនេះ1ចេញនៅសល់ប្រមាណយើងរាប់ទៅ1 2 3 4 5 6 7អញ្ចឹងនៅសល់7 8ដក1ចេញនៅសល់7អញ្ចឹងណាកូនអញ្ចឹងយើងអាចរាប់ដៃក៏បានដែរយើងដៃយើងមាន8ហើយយើងដកម្រាមដៃ1ចេញនៅសល់ប្រមាណអញ្ចឹងទៅមានជាចកក៏បានដែរចាអញ្ចឹងនេះគឺជារបៀបដកលេខមួយខ្ទង់
ចាំវីដេអូក្រោយៗទៀតអ្នកគ្រូនឹងធ្វើវិធីដកលេខចំនួន2ខ្ទង់លើវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេកូនប្អូនអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូថ្មីមួយទៀតបាយបាយ